ភាពចាស់ហើយនេះរូបភាពថ្មីបងប្អូនមើលគឺ ChatGPT edit ដល់យើងស្អាតមែនតើសម្រាប់ថា background ពីរូបភាពអីនៅលើអាវមុខមាត់គឺវា edit ដល់យើងលយមែនតើមើលបាទពិតជាអេមមែនតើ I never made it but I know what it takes I'm motivated by a mix of emotion got my statement បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីជាមួយនឹង VTube ទៀតហើយថ្ងៃនេះ VTube សូមបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាមករបៀប edit បាទរូបភាពរបស់យើងដែលមានរូបភាពស្អាតរូបភាព color អត់ច្បាស់ស slide អីចឹងយើងមក edit ជាមួយនឹង ChatGPT របស់យើងឲ្យវាមានរូបភាពស្អាតលក្ខណៈថាយើងដូចជាអ្នកជំនាញថតរូបចឹងបងប្អូនទាំងអស់គ្នាសូម្បីតែរូបភាពដែលយើងថតទៅមើលទៅអត់សូវស្អាតក៏ដោយអញ្ចឹងជាដំបូងយើងចូលទៅក្នុង ChatGPT របស់យើងមកបងប្អូនទាំងអស់គ្នាបងប្អូនដែលមិនទាន់មាន account អាច download យកមកប្រើប្រាស់សាកល្បងមើលបានអញ្ចឹងយើងចូលនៅក្នុង ChatGPT របស់យើងមកពេលយើងចូលមកវានឹង load មកតម្រង់បែបនេះបងប្អូនមិនបាច់គិតច្រើនទេនេះសម្រាប់ដែលខ្ញុំនិយាយសម្រាប់បងប្អូនដែលថាគាត់ log in ហើយវាចូលមកគឺលក្ខណៈបែបនេះអញ្ចឹងបងប្អូនយកកន្លែងសញ្ញាបូកនេះមួយមកបាទលើសញ្ញាបូកនេះហើយយើងយករូបភាពមួយហើយយើងយកពី add មិនអញ្ចឹងយើងយករូបភាពហើយយើងយកពី add ខាងក្រោមនេះមិនអញ្ចឹងអញ្ចឹងបងប្អូនមើលរូបភាពនេះបងប្អូនឃើញរូបភាពហ្នឹងឯងនៅខាងក្រោយ slide ទាំងអស់ហើយមើលទៅវាអត់សូវស្អាតទេគឺអត់ស្អាតទេអញ្ចឹងខ្ញុំនឹងចង់បានហើយខ្ញុំចង់បានរូបភាពហ្នឹងជាលក្ខណៈទ្រវែងដូចជានៅក្នុង story នៅក្នុងTikTok អីចឹងទៅពីព្រោះដូចជានៅក្នុង Facebook short reel វាអញ្ចឹងខ្ញុំយកពួកហ្នឹងយកទៅផុសនៅក្នុងហ្នឹងអញ្ចឹងខ្ញុំនឹងយកធ្វើវាឲ្យលក្ខណៈវែងទ្រវែងណាអញ្ចឹងខ្ញុំផាសបាទខ្ញុំផាសរបស់ខ្ញុំនេះខ្ញុំសរសេរអញ្ចឹងរូបនៅក្នុងវីដេអូនេះខ្ញុំនឹងដាក់បើសិនបងប្អូនចង់បានខ្ញុំដាក់នៅក្នុង description ណាបងប្អូនអាចយក copy យកបានបើសិនបងប្អូនខ្ជិលសរសេរអីអញ្ចឹងខ្ញុំយកនេះ9នេះ9 16អញ្ចឹង9 16គឺវាលក្ខណៈទ្រវែងដូចជា TikTok ក៏គេយក9 16ហ្នឹងដែរបងប្អូនទាំងអស់គ្នា TikTok Reel អីហ្នឹងបងប្អូនគឺវាលក្ខណៈទ្រវែងអញ្ចឹងបងប្អូនមើលអានេះយើងសរសេរបែបហ្នឹងបាទអញ្ចឹងបន្ទាប់មកបងប្អូនទាំងអស់គ្នាគ្រាន់តែចុចសញ្ញានេះមកវានឹងដំណើរការបងប្អូនទាំងអស់គ្នាបាទសញ្ញាព្រួយហ្នឹងអញ្ចឹងវាកំពុងតែដំណើរការហើយអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលថាមិនទាន់បាន subscribe channel របស់ខ្ញុំសូមកុំភ្លេចជួយចុច subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីជារៀងរាល់ថ្ងៃជាមួយនឹង VTube របស់ខ្ញុំហើយ channel របស់ខ្ញុំគឺដូចជាខានផុសយូរហើយបងប្អូនទាំងអស់គ្នាគឺរវល់អត់បានធ្វើអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលថាកំពុងតែទស្សនាវីដេអូមួយនេះកុំភ្លេចជួយចុច subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីជារៀងរាល់ថ្ងៃហើយសម្រាប់ channel របស់ខ្ញុំមួយនេះគឺធ្វើសម្រាប់ពាក់ព័ន្ធជាមួយនឹងទូរស័ព្ទដៃការធ្វើ app ធ្វើអីផ្សេងដែលពាក់ព័ន្ធជាមួយនឹងទូរស័ព្ទដៃបងប្អូនទាំងអស់គ្នាគឺខ្ញុំធ្វើទាំងអស់ប៉ុន្តែបើសិនខ្ញុំមានពេលទំនេរគឺខ្ញុំនឹងធ្វើដាក់ចូលទៅក្នុងនឹងឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងកុំភ្លេចជួយចុច subscribe ម្នាក់មួយផងហើយនឹងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូភ្លាមជាមួយនឹង channel របស់ខ្ញុំអញ្ចឹងឥឡូវវាកំពុងតែដំណើរការហើយបងប្អូនទាំងអស់គ្នាយើងចាំបំភ្លេចយើងនឹងទទួលបានវីដេអូមួយដ៏ស្រស់ស្អាតឥឡូវវាហើយវាកំពុងតែ load បងប្អូនឃើញហើយចេញមកហើយនេះអញ្ចឹងយើងចុចពីលើវាមើលបងប្អូនមើលគឺរូបភាពមួយហ្នឹងយើងយកត្រូវែងមិញ9 16អានេះគឺសម្រាប់ TikTok Facebook អីវិញគឺត្រូវហើយបងប្អូនមើលយើងទាញមកគៀនដើម្បីមើលរូបភាពចាស់នេះរូបភាពចាស់ហើយនេះរូបភាពថ្មីបងប្អូនមើលគឺ ChatGPT edit ដល់យើងស្អាតមែនតើសម្រាប់ថា background ពីរូបភាពអីនៅលើអាវមុខមាត់គឺវា edit ដល់យើងលយមែនតើមើលបាទពិតជាអេមមែនតើបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលថាទស្សនាវីដេអូមួយរបស់ខ្ញុំមួយនេះកុំភ្លេចអាចសាកល្បងចូលទៅធ្វើជាមួយនឹង ChatGPT របស់យើងបានបាទពិតជាលយមែនតើបងប្អូនទាំងអស់គ្នាគឺយើងថតទៅវា edit ទៅដូចជាអ្នកជំនាញថតមួយចឹងបងប្អូនទាំងអស់គ្នាបាទអូខេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំមួយនេះកុំភ្លេចជួយចុច subscribe ម្នាក់មួយផងបាទអូខេអរគុណច្រើន